សង្ខេបអំពីការថែទាំជំងឺទឹកនោមផ្អែមចេញពីបទពិសោធន៍គ្រូពេទ្យណារហូតដល់Zប៉ុន្តែយើងសរសេរប្រព័ន្ធនេះសិនកុំឲ្យថាច្រើនពេកជាបទពិសោធន៍យើង brainstorm មកបានប៉ុណ្ណេះហ្នឹងគ្រូពេទ្យត្រូវគិត A1C albumin នៅក្នុងទឹកនោមមានថ្នាំជួយបេះដូងត្រង់នោមឡើយត្រង់នោមខ្សោយអត់ហេ B ហ្នឹងជាតិស្ករគាត់ចេះចុចអត់គាត់ខ្លាចបញ្ចូលអត់សពាតឈាមគាត់ចេះវាស់មានម៉ាស៊ីនវាស់អត់ថ្នាំ beta blocker ធ្វើទុកគាត់អត់ឆ្អឹងគាត់មិន B12 គាត់មិន B complex គាត់មិន Bang គាត់មិនណា BMI គាត់មិនគាត់ធ្វើតេស្តឈាមអត់ធ្វើតេស្តទឹកនោមអត់លទ្ធផលតេស្តឈាមគាត់នឹងត្រឹមត្រូវអត់អាហ្នឹងរឿងច្រើនណា C cholesterol តម្លៃថ្នាំឈឺទ្រូងអត់មហារីកអត់ខ្សោយត្រង់នោមអត់ខ្ញុំអានចេញជាភាសាខ្មែរតើគាត់មានវិន័យក្នុងការផឹកជក់នឹងត្រឹមត្រូវអត់ចំណីអាហារត្រឹមត្រូវអត់ហាត់ប្រាណឬក៏គាត់មានផ្លូវចិត្តគាត់មានសរសៃឈាមគាត់មានគ្រូពេទ្យត្រឹមត្រូវអត់គាត់មានផលវិបាក DKA នៅ exercise ការអប់រំហើយនឹងការថែទាំជើងមានរឿងច្រើនទៀតណាចុចចិត្តស្ករមុនបាយហ្នឹងមិនអាហារមិនជើងមិនភ្នែកបាតភ្នែកដែលថតអត់តម្រង់នោមមិនណានៅក្នុងគ្រួសារបន្ទោសគ្នាមិនមានបញ្ហាផ្លូវចិត្តបញ្ហាសម្ពាធបាតភ្នែកមានបញ្ហាចុះស្ករឡើងស្ករមិនគ្រាប់ឈាមក្រហមមិនសម្ពាធឈាមមិនថ្នាំអត់បច្ចេកបញ្ជា herbal ថ្នាំបុរាណហ្នឹងផលវិបាកទឹកនោមផ្អែមមិនអាំងសាលីនហ្នឹងស្អីគេតាំងថ្ងៃទី1វាក់សាំងមាននៅហើយថ្នាំធ្វើឲ្យគាត់ឈឺពោះឆ្អល់ពោះមិនអត់ metformin ហ្នឹងថ្នាំនឹងធ្វើឲ្យឡើងគីឡូបាយច្រើនជ្រុលទាំងអស់ហ្នឹងសង្ខេបឲ្យខ្លីតកតងនឹងការថែទាំជំងឺទឹកនោមផ្អែមនៅមានច្រើនទៅទៀត